បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបាទ Admin ដាបានវិលត្រឡប់មកសាជាថ្មីម្ដងទៀតហើយបាទសម្រាប់ថ្ងៃនេះដែរខ្ញុំបាទក៏មានរឿងនិទានមួយដើម្បីនិទានចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់កំសាន្តនៅពេលយប់ផងដែរបាទដើម្បីកុំឲ្យខាតពេលវេលាយូរសូមគោរពអញ្ជើញពុកម៉ែបងប្អូនទាំងអស់គ្នាតាមដានស្ដាប់ជាមួយ Admin ដូចតទៅកាលពីសម័យដើមមានភូមិដាច់ត្រយាលមួយត្រូវបានគេជឿជាក់ថាជាភូមិមានមហិទ្ធិឫទ្ធិស្ថិតនៅត្រង់គុម្ពចេកមួយគុម្ពធំដែលជាកន្លែងរបស់វិញ្ញាណក្រមុំចងអាឃាតកាលពីចំនួននោះក្នុងមួយឆ្នាំឫទ្ធិនោះនឹងសម្ដែងឲ្យឃើញម្ដងនិងបើមិនផ្ដាច់ជីវិតបរិសុទ្ធទេក៏បន្លាចឲ្យភ័យបាត់សក់ផងដែររហូតដល់សប្តាហ៍ថ្ងៃនេះទោះបីជាគុម្ពចេកមិនសូវសម្ដែងឫទ្ធិឲ្យឃើញញឹកញាប់ក៏ដោយប៉ុន្តែអ្នកដែលរស់នៅម្ដុំនោះតែងតែគោរពកោតក្រែងដដែលគេនៅតែធ្វើការសែនព្រេននិងរក្សាគុម្ពចេកនោះទុកមិនហ៊ានកាប់ឬធ្វើឲ្យមានការប៉ះពាល់ឡើយវិញ្ញាណក្រមុំនៅគុម្ពចេកនោះមានរឿងនិយាយគ្នាជិះបន្តបន្ទាប់មកថានៅត្រង់នោះគឺជាកន្លែងណាត់ជួបរបស់កំឡោះក្រមុំមួយគូបរិសុទ្ធឈ្មោះនាងសង្ហានិងក្រមុំឈ្មោះធីតានាងធីតាស្អាតផុតស្រីៗក្នុងភូមិមានកូនអ្នកមានឬកូនប្រធានភូមិមេក្រុមជាច្រើនស្រឡាញ់នាងប៉ុន្តែនាងធីតាគ្មានចិត្តស្រឡាញ់វិញទាល់តែសោះនាងបែរជាចាប់អារម្មណ៍ទៅកំឡោះប្រាជ្ញចរម្នាក់ដែលមកស៊ីឈ្នួលធ្វើស្រែចម្ការឲ្យម្ចាស់ស្រែនៅជិតខាងនាងទៅវិញកំឡោះនោះឈ្មោះនាងសង្ហាគេមានទីលំនៅញាតិមិត្តឪពុកម្ដាយនៅទីណាក៏មិនដឹងដែរដឹងត្រឹមតែថាគេជាកំឡោះដែលឧស្សាហ៍ព្យាយាមធ្វើការងារគ្រប់បែបយ៉ាងគេមានរូបរាងសង្ហានិងមានរាងកាយមាំមួនព្រមទាំងចេះស្គាល់ខ្ពស់ស្គាល់ទាបទៀតផងនាងធីតាក៏បានទៅពិធីបុណ្យនោះជាមួយឪពុកម្ដាយរបស់នាងដែរមិនដឹងជាមានកម្មពីបុព្វេឬយ៉ាងណាទេដែលធ្វើឲ្យនាងធីតាចាប់អារម្មណ៍លើនាងសង្ហាដែលជាកូនឈ្នួលគ្មានពេលទំនេរសោះឬពេលខ្លះទៀតរូបគេក៏ត្រូវបានម្ចាស់ឈ្នួលជេរស្ដីបន្ទោសប៉ុន្តែរូបគេមិនបានមានការខឹងសម្បារអ្វីឡើយមានតែទៅសុំទោសម្ចាស់ឈ្នួលថែមទៀតផងគេគឺជាបុរសម្នាក់ដែលល្អបំផុតធ្វើឲ្យធីតាចាប់អារម្មណ៍លើរូបគេយ៉ាងខ្លាំងអ្វីដែលធ្វើឲ្យនាងពេញចិត្តរូបគេខ្លាំងបំផុតនោះគឺនៅថ្ងៃពិធីបុណ្យនោះនាងក្របីឡើងកមួយក្បាលបានចូលមកចំពីមុខផ្ទះបានបំផិតបំភ័យភ្ញៀវដែលមកចូលរួមកម្មវិធីបុណ្យនោះឲ្យស្លន់ស្លោគ្រប់គ្នាសូម្បីតែកំឡោះជាច្រើនអ្នកដែលកំពុងឈរជជែកចែកចង់នាងក៏នាំគ្នារត់អស់ដែរនៅពេលដែលឃើញក្របីឡើងកបោលស្លេវចូលមកធីតាមានការភ័យស្លន់ស្លោមុខស្លេកស្លាំងឈររឹងខ្លួនឈានជើងរត់មិនរួចចេញពីកន្លែងនោះទេនៅពេលដែលក្របីនោះកំពុងបោលសំដៅចូលមកយ៉ាងសាហាវមួយប្រពេចភ្នែកប៉ុណ្ណោះនាងសង្ហាក៏រត់ចូលទៅព្រមជាមួយនឹងដំបងមួយផងបានឈរសង្កត់ក្របីឈួតនោះមុននឹងវាមកដល់ខ្លួនរបស់នាងធីតានៅពេលសល់តែ2-3ជំហានទៀតប៉ុណ្ណោះក្របីនឹងមកដល់នាងធីតាទៅហើយតែត្រូវនាងសង្ហាមកទាន់ក៏វាយមួយដំបងនោះត្រូវចំក្របីរហូតដល់ដំបងនោះបាក់ផងដែរក្របីសាហាវនោះស្រែកលាន់ដូចជាត្រូវគេកាប់ពី3កំបិតអញ្ចឹងវាដកថយទៅវិញភ្លាមដែរចំណែកនាងសង្ហាវិញទៀត
ដោយសារកម្លាំងក្របីធំខ្លាំងពេកភ្លាមនោះអ៊ំម្ចាស់ផ្ទះក៏កេណ្ឌមនុស្សឲ្យមកទប់ទល់នឹងក្របីសាហាវនោះដោយប្រើកាំភ្លើងបាញ់សម្លាប់វានៅនឹងកន្លែងភ្លាមនោះឪពុកម្ដាយរបស់ធីតាប្រញាប់រត់ចូលមកជួយកូនស្រីដែលដួលត្រដោកខ្យល់ជាប់ទៅនឹងដីចំណែកនាយសង្ហាក៏ត្រូវឆ្លោះដៃម្ខាងគេនៅអាចក្រោកឡើងបានប៉ុន្តែត្រូវព្យាបាលដៃម្ខាងនោះអស់ជាច្រើនថ្ងៃនោះគឺជាចំណុចចាប់ផ្ដើមដែលធ្វើឲ្យនាងធីតាមានអារម្មណ៍នឹកដល់បុណ្យដែលនាយសង្ហាបានជួយជីវិតរបស់នាងជាការពិតណាស់ប្រសិនបើនាយសង្ហាមិនប្រថុយស្លាប់ចូលទៅស្កាត់ក្របីនោះទេពិតជាជីវិតរបស់ធីតាត្រូវបញ្ចប់នៅទីនោះផងដែរការមកសួរសុខទុក្ខនៅពេលដែលនាយសង្ហាត្រូវព្យាបាលដៃឆ្លោះនិងការជួបគ្នាជាញឹកញាប់ក្រោយពីដៃជាហើយបានធ្វើឲ្យនាងធីតាព្រមទទួលស្គាល់ខ្លួនឯងថានាងបានសាងស្នេហ៍លើនាយសង្ហានោះហើយព្រោះតែភាពជាកូនប្រុសពេញតួរបស់គេចំណែកនាយសង្ហាវិញនៅតែមិនទាន់ហ៊ានសម្ដែងចេញមកថាបេះដូងរបស់នាយក៏ពេញចិត្តនាងធីតាដូចគ្នាដោយសារតែនាយគិតថាខ្លួននាយក៏មានឋានៈតូចទាបពេកតែភាពស្និទ្ធស្នាលគ្នាញឹកញាប់ជាមួយនឹងពេលវេលាដែលកន្លងទៅបានធ្វើឲ្យអ្នកទាំងពីរមិនអាចនឹងលាក់ទុកនៅអារម្មណ៍ដែលកប់ជ្រៅក្នុងបេះដូងបានទៀតទេទីបំផុតគេក៏សារភាពដល់គ្នានឹងគ្នាទៅវិញទៅមកយុគមួយដែលគេបានណាត់ជួបគ្នានៅក្រោមដើមឈើក្បែរមាត់ផ្លូវសេចក្តីស្នេហាធំធេងរបស់កម្លោះក្រមុំទាំងពីរនាក់បានធ្វើឲ្យគេណាត់ជួបគ្នាជាញឹកញាប់ដើម្បីសម្ដែងនៅសេចក្តីស្នេហាចំពោះគ្នាមិនយូរប៉ុន្មានអាត់កំបាំងស្នេហារបស់ពួកគេក៏លេចលឺទៅដល់ឪពុកម្ដាយរបស់នាងធីតាព្រោះតែសេចក្តីស្រឡាញ់កូនស្រីទើបឪពុកម្ដាយរបស់ធីតាបានបោះពាក្យសម្ដីយ៉ាងដាច់ខាតទៅដល់ម្ចាស់របស់នាយសង្ហាថាឲ្យរូបគេដេញក្បាលនាយសង្ហាចេញមិនឲ្យនៅទីនោះទៀតទេបើមិនដូច្នេះទេនឹងកើតមានរឿងកាប់ចាក់គ្នាជាមិនខានឪពុកម្ដាយរបស់នាងធីតាក៏បង្ខំកូនស្រីទុកមិនព្រមឲ្យចេញពីផ្ទះគេដាច់ខាតភាគីខាងម្ចាស់របស់នាយសង្ហាវិញគិតថាខ្លួននាយក៏ជាមនុស្សម្នាក់ដែលរឿងអ្វីដែលត្រូវឲ្យឪពុកម្ដាយរបស់នាងធីតាបញ្ជាស្រេចតែចិត្តនោះម្យ៉ាងទៀតនាយកំពុងតែពេញចិត្តពេញថ្លើមនឹងការងាររបស់នាយសង្ហាដូចគ្នាដូច្នេះខ្លួនបានសម្រេចចិត្តមិនព្រមដេញនាយសង្ហាចោលឡើយចំណែកនាយសង្ហាបានព្រាត់ប្រាសពីរសជាតិស្នេហ៍ដ៏ផ្អែមល្ហែងពីកូនក្រមុំធីតាដែលជាទេពធីតាក្នុងដួងចិត្តកំពូលស្នេហ៍គួរឲ្យអាសូរពេលព្រលប់ម្ដងគេតែងតែទៅរងចាំស័យស្នេហ៍នៅក្រោមដើមឈើធំក្បែរមាត់ផ្លូវនោះជានិច្ចគេព្យាយាមរងចាំនាងរាល់យប់មិនដែលខានប៉ុន្តែនាយត្រូវខកបំណងរហូតព្រោះត្រីស្នេហ៍ត្រូវបានបង្ខាំងទុកគ្មានថ្ងៃលើកលែងឡើយយប់មួយនៅពេលដែលនាយសង្ហាកំពុងតែអង្គុយបណ្ដែតអារម្មណ៍គិតដល់ក្រមុំធីតាម្នាក់ឯងស្រាប់តែគេមានអារម្មណ៍ចម្លែកយ៉ាងខ្លាំងនៅពេលដែលសុកស្រាប់តែឃើញគូស្នេហ៍កំពូលដួងចិត្តលេចមុខមកព្រមទាំងក្បល់ខ្លួនចូលមកក្នុងរង្វង់ដៃរបស់គេនាងបរិយាយប្រាប់គូស្នេហ៍កំសត់ថារូបនាងត្រូវឪពុកម្ដាយបង្ខាំងមិនឲ្យចេញទៅណាឡើយថ្ងៃនេះនាងគេចចេញពីកន្លែងឃុំឃាំងបានដោយសារតោងបង្រួចលោតចុះពីលើផ្ទះនាងក៏បានពោលពាក្យបន្តទៀតថាប្រសិនបើមិនបានជួបបងនៅទីនេះទេអូននឹងរងចាំមិនព្រមត្រឡប់ទៅផ្ទះវិញជាដាច់ខាតនៅពេលដែលពួកគេទាំងពីរនាក់កំពុងតែផ្ដោះផ្ដងសេចក្តីស្នេហាដល់គ្នានៅទីនោះស្រាប់តែឪពុករបស់នាងធីតាជាមួយនឹងកូនស្រីនិងកូនប្រុស2នាក់3នាក់ទៀតបានមកតាមមកឃើញហេតុការណ៍ដ៏ធ្ងន់ធ្ងរគិតស្មានមិនដល់ក៏កើតឡើងនៅពេលនោះដែរឪពុករបស់នាងធីតាបានកន្ត្រាក់កូនត្រីចេញពីរង្វង់ដៃរបស់នាងសង្ហារួចហើយក៏បង្គាប់ឲ្យកូនប្រុសរបស់ខ្លួនកាប់សម្លាប់នាងសង្ហានៅចំពោះមុខភ្លាមមួយរំពេច
ពេលឃើញបែបនេះធីតាត្រដេកត្រដោស្រែកទ្រហោយំទ្រវ៉ាចូលទៅអោបសពនីសង្ហាដែលជាសង្សារដ៏សែនស្រឡាញ់ស្មើជីវិតនាងយំទួញសោកសង្រែងស្ទើរដាច់ខ្យល់ស្លាប់ឪពុករបស់នាងព្យាយាមទាញកន្ត្រាក់នាងអូសត្រឡប់ទៅផ្ទះវិញតែនាងមិនព្រមនាងនៅអោបសពសង្សារបណ្ដូលចិត្តយ៉ាងណែនមិនព្រមលែងសោះរហូតឪពុករបស់នាងខឹងខ្លាំងពេកក៏វាយទាត់ធាក់នាងរួចកន្ត្រាក់អូសយ៉ាងពេញទំហឹងធីតាដល់កខ្លាំងពេកដល់ថ្នាក់ភ្លេចខ្លួននាងក្រោកឈរឡើងតស៊ូជាមួយឪពុកខ្លួនឯងព្រមទាំងជេរចងគំនុំជាមួយនឹងពួកប្អូនដែលជឿតាមឪពុកព្រួតដៃគ្នាសម្រាប់សង្សាររបស់នាងនៅចំពោះមុខមិនតែប៉ុណ្ណោះនាងបានបន្ទោសឪពុករបស់នាងថាជាបរិសុទ្ធចិត្តអាក្រក់បំផុតនិយាយតែប៉ុណ្ណឹងនាងក៏ក្រឡោះដៃចេញពីឪពុករួចស្ទុះទៅកន្ត្រាក់កំបិតចុងស្រួចពីដៃប្អូនប្រុសម្នាក់រួចបោះពួយសំដៅរកសាកសពរបស់នាងសង្ហាទាំងចុងកំបិតបុកចូលទៅក្នុងបំពង់ករបស់ខ្លួនលិចបាត់ដល់ដងនាងប្រកាច់អោបសពរបស់នាងសង្ហាហើយដាច់ខ្យល់ស្លាប់តាមកំពូលស្នេហ៍ភ្លាមមួយរំពេចព្រោះតែខ្លាចមានរឿងឪពុករបស់នាងធីតាបានបញ្ជាឲ្យកូនចាត់ការជីករណ្ដៅកប់សពនាងសង្ហានិងកូនស្រីរបស់ខ្លួននៅពេលនោះតែម្ដងព្រមទាំងបញ្ជាឲ្យលាក់ដំណឹងនេះឲ្យស្ងាត់បើមានអ្នកណាសួរដល់រឿងនាងធីតាឲ្យប្រាប់ថារត់តាមនាងសង្ហាបាត់ហើយក្រោយពីនោះមកការរីកចម្រើនរបស់ប្រទេសជាតិបានប្រែក្លាយតំបន់នោះបន្តិចម្ដងពីកន្លែងដែលវិញ្ញាណចុងអាឃាតរបស់នាងសង្ហានិងនាងធីតាក៏ត្រូវបានគេលក់ពីម្ចាស់មួយទៅម្ចាស់មួយទៀតដើមឈើធំនៅក្បែរនោះក៏ត្រូវគេកាប់រំលំយកទៅសង់ផ្ទះសម្បែងអស់យុគមួយស្ត្រីម្ចាស់ផ្ទះដែលរស់នៅលើភូមិនោះបានយល់សពថាបើអ្នកកាប់ដើមឈើនេះទៅហើយសូមអ្នកដាំដើមចេកជំនួសគល់ឈើនោះមួយគុំផងហើយអ្នកត្រូវការពារត្រង់នោះកុំឲ្យអ្នកណាចូលទៅរំខានជាដាច់ខាតហើយគេក៏បានប្រាប់ថាកុំឲ្យកាប់ដើមចេកនោះចោលឲ្យសោះតែបើវាមានផលអាចកាច់យកទៅតាមសេចក្តីបំណងបានយើងត្រូវការរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខនិងសូមកុំឲ្យអ្នកណាមកប្រឆាំងឬរំខានយើងតទៅទៀតស្ត្រីដែលសុបិននោះមានការភិតភ័យណាស់ក៏ចាត់ចែងដាំដើមចេកឡើងតាមការសុបិនអ្នកដែលរស់នៅនឹងភូមិនោះមានការរីកចម្រើននិងរុងរឿងមានសេចក្តីសុខជារៀងរហូតគ្រួសារដែលរស់នៅទីនោះសពថ្ងៃគេជឿជាក់ណាស់គេនាំគ្នាខំរក្សាគុំចេកនោះមិនឲ្យអ្នកណាទៅរំខានឡើយថ្ងៃល្អខែល្អគេនឹងបង្ហាញខ្លួនឲ្យឃើញជានិច្ចម្ចាស់ភូមិនៅទីនោះប្រាប់សពថ្ងៃនេះប្រសិនបើអ្នកណាមិនជឿចង់ទៅសាកល្បងកាប់ដើមចេកនោះចោលពិតជាមហិទ្ធិឫទ្ធិអំណាចនឹងប្រហារឲ្យខ្សែជីវិតភ្លាមកន្លងមកមានអ្នកស្លាប់ដោយសារមិនព្រមជឿជាច្រើនអ្នកមកហើយព្រោះមានពេលមួយមានកំឡោះម្នាក់បានទៅនោមដាក់គុំចេកនោះស្រាប់តែយប់ឡើងក៏ត្រូវខ្មោចក្រមុំចុះអាឃាតកាច់បំបាក់កស្លាប់ភ្លាមតែម្ដងចាប់តាំងពីពេលនោះមកអ្នកភូមិមិនដែលមានអ្នកណាហ៊ានទៅរំខាននៅគុំចេកនោះទៀតឡើយបាទពុកម៉ែបងប្អូនទាំងអស់គ្នាសាច់រឿងរបស់យើងក៏បានមកដល់ទីបញ្ចប់បើសិនជាខ្ញុំបាទ Admin Da និទានទៅមានការខុសឆ្គងត្រង់កន្លែងណាមានការរអាក់រអួលសូមពុកម៉ែបងប្អូនទាំងអស់គ្នាខន្តីអភ័យទោសដល់រូបខ្ញុំបាទផងបាទជាចុងក្រោយខ្ញុំបាទសូមសំណូមពរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុច Subscribe Channel របស់ខ្ញុំបាទម្នាក់មួយផងដើម្បីឲ្យខ្ញុំបាទមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតខ្ញុំបាទ Admin Da ក៏សូមជូនពរពុកម៉ែបងប្អូនរកស៊ីមានបានត្រជាក់ត្រជុំក្នុងគ្រួសារធ្វើដំណើរទីជិតទីឆ្ងាយឲ្យសុខសុវត្ថិភាពគ្រប់ទីកន្លែងទាំងអស់សូមអរគុណសូមជម្រាបលា